ទស្សនិកជនដែលកំពុងទស្សនានៅកម្មវិធីផ្សាយពិសេសផ្សាយផ្ទាល់របស់ទូរទស្សន៍ជាតិកម្ពុជាជាទីគោរពនិងជាទីមេត្រីនៅក្នុងព្រឹត្តិពិធីចម្រើនសេចក្តីសុខជូនប្រជាជនចក្រកម្ពុជានៅក្នុងឱកាសនេះព្រះកណាជាអង្គម្ចាស់ជីវរដ្ឋត្បូងព្រះបាទសម្ដេចព្រះបរមនាថព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃយើងដង្ហែព្រះសកម្មភាពដោយសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាព្រមទាំងសម្ដេចអាយដាមជាអិសរាជជនជាន់ខ្ពស់តំណាងឲ្យស្ថាប័នរដ្ឋសភាព្រឹទ្ធសភានិងរាជរដ្ឋាភិបាលបាននឹងកំពុងយាងថ្វាយប្រគេននៅទេយ្យវត្ថុនិងរាប់បាតថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជសម្ដេចព្រះសង្ឃនាយករងនិងព្រះរាជគណៈចំនួន79អង្គនៅក្នុងឱកាសដ៏វិសេសវិសាលនេះមហាព្រះកុសលផលបុណ្យដែលកើតមាននៅក្នុងឱកាសដ៏មហាប្រសើរនេះព្រះកណាជាអង្គម្ចាស់ជីវរដ្ឋត្បូងព្រះមហាក្សត្រនៃប្រជាជនចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃយើងសូមថ្វាយចំពោះព្រះរតនត្រ័យកែទាំង3និងវត្ថុស័ក្តិសិទ្ធិក្នុងលោកដែលថែរក្សានៅលើទឹកដីនៃប្រជាជនចក្រកម្ពុជាជាពិសេសវត្ថុស័ក្តិសិទ្ធិដែលថែរក្សានៅក្នុងទឹកដីអង្គរបវរនៃយើងសូមប្រោះព្រំនៅទឹកអមរិតប្រសិទ្ធពរជ័យមហាប្រសើរថ្វាយចំពោះសម្ដេចព្រះមហាក្សត្រីព្រះវររាជបិតាជាតិខ្មែរព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃយើងនិងសូមឧទ្ទិសថ្វាយនឹងជូនចំពោះព្រះវិញ្ញាណក្ខន្ធនិងវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រព្រះមហាក្សត្រត្រីយានីខ្មែរគ្រប់ព្រះអង្គដែលទ្រង់បានយាងចូលប្រទីបង្គតតាំងពីបឋមវង្សចំពោះព្រះវិញ្ញាណក្ខន្ធព្រះកណាព្រះបាទសម្ដេចព្រះនរោត្តមសីហនុព្រះវររាជបិតាឯករាជ្យបូរណភាពទឹកដីនិងឯកភាពជាតិខ្មែរជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃយើងសូមព្រះអង្គគង់ប្រថាប់ក្នុងឋានបរិបូរវិស័យព្រះពុទ្ធសាសនាក៏ដូចជាវប្បធម៌ជាតិខ្មែរយើងដើម្បីជាការលើកដំកើងនៃព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋឲ្យកាន់តែរីកចម្រើនរុងរឿងនិងគង់វង្សគ្រប់5000ព្រះវស្សាជាការពិតណាស់ទាំងព្រះកណាជាអង្គម្ចាស់ជីវរដ្ឋត្បូងព្រះមហាក្សត្រនៃប្រជាជនចក្រកម្ពុជានិងសម្ដេចព្រះមហាក្សត្រីព្រះវររាជបិតាជាតិខ្មែរក្នុងសេរីភាពសេចក្តីថ្លៃថ្នូរនិងសុភមង្គលព្រះអង្គទាំងទ្វេតែងតែយកព្រះរាជហឫទ័យទុកដាក់បំផុតនៅក្នុងការកសាងនៅព្រះសមិទ្ធផលនានាដើម្បីជាឧត្តមប្រយោជន៍ជាតិមាតុភូមិរបស់ព្រះអង្គទន្ទឹមនឹងនេះព្រះអង្គក៏តែងតែយកប្រតិទុកដាក់ចំពោះវិស័យមនុស្សធម៌ផងដែរជាពិសេសនៅរាល់បរិសកម្មភាពរបស់ព្រះអង្គយាងទៅកាន់បណ្ដាមូលដ្ឋានដាច់ស្រយាលផ្សេងព្រះអង្គតែងតែពំនាំនៅព្រះរាជអំណោយដ៏ថ្លៃថ្លារបស់ព្រះអង្គផ្ទាល់ក៏ដូចជាសម្ដេចព្រះមហាក្សត្រីព្រះវររាជបិតាជាតិខ្មែរ